របៀបទូទាត់ថ្លៃដឹកនៅក្នុង app Loda ដោយជាដំបូងយើងចូលទៅក្នុង app Loda យកពាក្យខ្ញុំបន្ទាប់មកមុននឹងយើងបង់យើងត្រូវធ្វើការឆែកជាមួយនឹងកាបូបលុយយើងសិនបើឃើញថាសមតលលុយគ្រប់គ្រាន់ក្នុងការបង់យើងត្រឡប់យកពាក្យកន្លែងខ្ញុំបានបន្ទាប់មកយើងមើលជាមួយនឹងអវ៉ាន់ដែលមកដល់ក្នុងឃ្លាំងដោយជាក់ស្ដែងដោយអវ៉ាន់ខ្ញុំនៅក្នុងនេះអញ្ចឹងគឺយើងធ្វើការคลิกពាក្យថានៅក្នុងឃ្លាំងដែលមានន័យថាអវ៉ាន់មកដល់ហ្នឹងគឺចំនួន6ប្រអប់អញ្ចឹងអវ៉ាន់បងមកដល់ហ្មងគឺយើងคลิกប៉ុណ្ណឹងណាបន្ទាប់មកគឺយើងធ្វើការចុចជាមួយនឹងពាក្យបង់នៅខាងក្រោមនេះនៅពេលដែលបងចុចវានឹងលោតជាមួយនឹងផ្ទាំងមួយឲ្យបងវាយជាមួយនឹង password ចូលណាដើម្បីធ្វើការបង់ប្រាក់វាយរួចរាល់យើងចុចពាក្យបង់នៅពេលនោះគឺប្រវត្តិការយើងគឺបានជោគជ័យនៅពេលដែលយើងបង់បានជោគជ័យហើយវាលោតទៅកន្លែងពាក្យថាបានបង់ប្រាក់រួចនេះបន្ទាប់មកយើងคลิกមកកន្លែងហ្នឹងមកយើងធ្វើការคลิกជាមួយនឹងប្រអប់6ដែលយើងបានបង់អំបញ្ញមិញហ្នឹងដែលមកដល់ឃ្លាំងហ្នឹងរួចយើងចុចពាក្យថាដាក់ស្នើត្រង់ចំណុចហ្នឹងដែរគឺមានប៊ូតុងឲ្យយើងคลิกពីរប៉ុន្តែដោយសារយើងទៅដកអវ៉ាន់នៅនឹងឃ្លាំងខ្លួនឯងផ្ទាល់គឺយើងយកដោយខ្លួនឯងត្រង់នេះបន្ទាប់មកយើងផ្ទៀងផ្ទាត់មើលជាមួយនឹងប្រអប់ដែលយើងបានដាក់คลิกអំបញ្ញមិញហ្នឹងយើងដាក់ស្នើមកនៅពេលដែលស្នើរួចរាល់គឺវាលោតនឹងផ្ទៀងផ្ទាត់ជោគជ័យអញ្ចឹងបងអាច back ត្រឡប់ទៅយកកន្លែងរូបភាពឡានមួយនេះគឺការដឹកជញ្ជូនលីដាយើងคลิกពីមកគឺនឹងលោតជាមួយនឹងផ្ទាំងបែបនេះមួយយើងចុចពាក្យថាច្រើនទៀតដើម្បីឲ្យវាបង្ហាញជាមួយនឹងព័ត៌មានលម្អិតនេះគឺលោតជាមួយនឹងប្រអប់6ដែលយើងបានคลิกដាក់ស្នើបាញ់មិញអញ្ចឹងនៅពេលដែលយើងមកយកបានដល់ទីតាំងគឺយើងបង្ហាញជាមួយនឹងកូដហ្នឹងដើម្បីធ្វើការដកបានអរគុណ